52ចែកឲ្យ5តោះអញ្ចឹងតួចែកយើង5នៅក្នុងឆ្វេងមានមួយខ្ទង់យើងកាត់តំណាងចែកមកខ្ទង់ដែរកាត់5បាន5ចែក5តោះ5ចែក5កើតអញ្ចឹងដាក់បាន1ដាក់រំលងដោយសារតែ2ខ្ទង់សំទោសដោយសារមួយខ្ទង់និងមួយខ្ទង់មានថាខ្ទង់ស្មើគ្នាតោះ1 5ដង5អញ្ចឹងយើងដក5ឃើញទេអញ្ចឹងសល់0យើងកាត់ថែមមួយខ្ទង់ទៀតបាន2ចែក5 2ចែក5កើតទេមិនកើតទេអញ្ចឹងធ្វើម៉េចយើងទៅថែម0កាត់ក្បៀសអូខេអញ្ចឹងយើងចាប់ដើមតម្លើងឡើងហ្នឹងសំខាន់ណា2តម្លើងមកខ្ទង់ទី2មកអាន20រីឯ1នេះនៅខ្ទង់នេះតម្លើងដេញឆ្វេង2ខ្ទង់មក1 2ឃើញទេតម្លើងដេញឆ្វេងមានថាផលមកខ្ទង់បូកជាមួយក្បាច់ខ្ទង់គឺ2ខ្ទង់តោះអញ្ចឹងយើងចាប់ដើមចែកបាន20ចែក5តោះ5បានអត់ស្មើ20 5 4ដងដាក់ជាប់4 5ដង20អញ្ចឹងដក20តែម្ដងអូខេតោះតួចែកយើងមានមួយខ្ទង់បូកជាមួយឧបករណ៍អញខ្ទង់គឺ2ខ្ទង់1 2ខ្ទង់ទី1ខ្ទង់ទី2ជាសំណល់ចាប់ពីខ្ទង់ទី3ទៅជាចំចម្លើយអូខេចម្លើយគឺឃើញ10ក្បៀស4